បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនារមណីយដ្ឋានបែបប្រវត្តិសាស្ត្រមួយកន្លែងគឺប្រាសាទបាណន់ប្រាសាទបាណន់មានទីតាំងស្ថិតនៅភូមិបាណន់ឃុំកន្ទឺ2ស្រុកបាណន់ខេត្តបាត់ដំបងមានចម្ងាយប្រមាណ24គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងហើយភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវលេខ1571ឬក៏ផ្លូវលេខ800ស្របតាមដងស្ទឹងសង្កែឆ្ពោះទៅទិសខាងត្បូងបាទប្រាសាទបាណន់គឺជាស្នាព្រះហស្ថដ៏ល្អឯកនៃព្រះបាទឧទយាទ័យវរ្ម័នទី2ដែលបានចាប់ផ្ដើមកសាងនៅពាក់កណ្ដាលសតវត្សទី11និងបានបង្ហើយការស្ថាបនាដោយព្រះបាទជ័យវរ្ម័នទី7បញ្ចប់នៅចុងសតវត្សទី12គឺដើម្បីឧទ្ទិសថ្វាយចំពោះព្រះសិវៈនៃព្រហ្មញ្ញសាសនាបាទប្រាសាទនេះមានរាងចតុកោណកែងមានបណ្ដោយ60ម៉ែត្រនិងទទឹង40ម៉ែត្រមានប្រាង្គប្រាសាទចំនួន5ដែលប្រាង្គប្រាសាទ4សងខាងតំណាងឲ្យទ្វីបទាំង4ធំៗបាទទី1គឺឧត្តរគរុទ្វីបស្ថិតនៅទិសខាងជើងទី2ចម្ពោះទ្វីបស្ថិតនៅទិសខាងត្បូងទី3អមរកោយានីទ្វីបស្ថិតនៅទិសខាងលិចនិងទី4បុព្វវិទេហទ្វីបស្ថិតនៅទិសខាងកើតរីឯប្រាង្គប្រាសាទចំកណ្ដាលមានកម្ពស់25ម៉ែត្រតំណាងឲ្យភ្នំព្រះសុមេរុបាទប្រាសាទនេះសាងសង់ឡើងនៅលើកម្ពស់ធម្មជាតិកម្ពស់75ម៉ែត្រពីដីដោយប្រាង្គប្រាសាទធ្វើអំពីថ្មភក់និងថ្មបាយក្រៀមស្ថាបនាតាមរចនាបថបាពួននិងបាយ័នបាទប្រាង្គប្រាសាទនៅខាងកើតចំជណ្ដើរឡើងហៅថាប្រាង្គដំបងដែកពីមុនមានរូបសំណាកតាដំបងដែកឈរនៅចំកណ្ដាលប្រាសាទនឹងបាទហើយប្រាង្គប្រាសាទដែលចំកណ្ដាលគេធំជាងគេហ្នឹងគឺហៅថាប្រាង្គពុនរាយមានតម្កល់ព្រះពុទ្ធបរិមាជាច្រើនអង្គដែលជាទីសក្ការៈគោរពបូជាបាទប្រាង្គប្រាសាទខាងត្បូងហៅថាប្រាង្គទម្លាក់ដូងដែលចាស់ពីមុនមកនិយាយថាប្រាង្គប្រាសាទនេះមានលអាងចុះមកក្រោមតែពុំមានមនុស្សណាហ៊ានចុះទៅទេមានតែពិសោធន៍មើលនៅពេលដែលធ្វើបុណ្យទានម្ដងគេតែងតែយកផ្លែដូងទៅទម្លាក់នៅក្នុងលអាងប្រាសាទនោះហើយមករកចាំមើលនៅក្រោមមាត់ស្ទឹងសង្កែដែលមានរូងមួយហើយក៏ឃើញដូងនោះធ្លាក់មកមាត់ស្ទឹងសង្កែនឹងតែម្ដងបាទចំណែកឯប្រាង្គនៅខាងលិចហៅថាប្រាង្គនរិទ្ធនៅក្នុងប្រាង្គនេះពុំមានអ្វីទេដោយសារតែប្រាង្គប្រាសាទនេះធ្លាប់រន្ទះបាញ់ខូចខាតអស់មួយជំហានទៅហើយបាទហើយប្រាង្គប្រាសាទដែលនៅទិសខាងជើងហៅថាប្រាង្គបន្ទាយទេពអ្នកខ្លះក៏ហៅថាប្រាង្គនឹងកែវដែលមានជណ្ដើរចាស់ចុះមកដល់កសិនទឹកនៅឯជើងភ្នំឯនេះបាទក្រៅពីប្រាង្គប្រាសាទក៏មានកសិនទឹកមួយនៅជើងភ្នំហើយក៏មានលអាងសំខាន់2គឺលអាងប្រោះទឹកដែលអ្នកខ្លះហៅថាលអាងឈូងនិងមួយទៀតគឺលអាងបិទមាសបាទហើយសរុបមកប្រាសាទបាណន់នេះគឺជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រមួយកន្លែងដែលព្រះរាជាជំនាន់មុនសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះសិវៈនៃព្រហ្មញ្ញសាសនាបាទបច្ចុប្បន្ននេះនៅខាងក្រោមជើងភ្នំមានដើមឈើជាច្រើនដុះចម្រុះគ្នាដែលផ្ដល់ជាម្លប់ត្រជាក់ទៅដល់ភ្ញៀវទេសចរហើយបរិវេណជើងភ្នំក៏មានភោជនីយដ្ឋានតូបលក់អាហារផ្លែឈើនិងវត្ថុអនុស្សាវរីយ៍ផងដែរបាទហើយក៏មានស្រះទឹកធំទូលាយដែលភ្ញៀវទេសចរអាចជិះទូកលេងសម្រាប់យកខ្យល់អាកាសបាទហើយរមណីយដ្ឋាននេះក៏ជាកន្លែងពិសេសមួយសម្រាប់លំហែកាយនៅក្នុងថ្ងៃវិស្សមកាលផ្សេងៗជាដើមបាទតាមរយៈវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានព័ត៌មានមួយចំនួនអំពីប្រាសាទភ្នំបាណន់នេះបាទវីដេអូនេះក៏ដល់ទីបញ្ចប់ហើយដែរខ្ញុំបាទសូមអភ័យទោសបើសិនជាមានពាក្យពេចន៍មិនសមរម្យឬក៏មានកំហុសដោយអចេតនាណាមួយបាទសូមអរគុណ